សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងមកបន្តស្អីរបស់យើងទៀតគឺ chapter ទី275នៅក្នុងរឿង Tokyo Avenger ទាំងអស់គ្នាហើយមុនចូលស្អីរឿងខ្ញុំសូមរំលឹកការវគ្គមុនតិចសិនការវគ្គមុនយើងក៏បានឃើញថាខេមជីហើយនិង Mikey របស់យើងនៅពេលនេះគឺកំពុងតែប្រឈមមុខនឹងគ្នាហើយចាប់ដើមនៅក្នុង chapter ទី275យើងបានឃើញថា Mikey របស់យើងនៅពេលនេះគឺថាកំពុងតែមានកម្លាំងជំរុញងងឹតរបស់គាត់គឺថាកំពុងតែចេញមកក្រៅហើយ Darkness ឬក៏ Impulse នៅក្នុងខ្លួនរបស់ Mikey របស់យើងនៅពេលនេះគឺថា Mikey របស់យើងគឺមិនអាចគ្រប់គ្រងបានឡើយហើយនៅពេលនោះ Mikey របស់យើងគាត់ក៏បាននិយាយទៅកាន់ថាខេមជីរបស់យើងថាយើងមិនខ្វល់ថាឯងនិយាយអ្វីនោះទេហើយយើងក៏មិនខ្វល់អ្នកជុំវិញខ្លួនយើងនោះដែរគឺយើងនឹងធ្វើការសម្រាប់ឯងនៅពេលនេះបន្ទាប់មកអត្ថាពលខ្មៅងឹតរបស់ Mikey វាក៏ចាប់ដើម cool down ហើយនៅពេលនោះ Mikey របស់យើងគាត់ក៏បានលើកដាវនៅជិតខ្លួនរបស់គាត់រត់កាប់ទៅកាន់ថាខេមជីរបស់យើងហើយគ្រប់គ្នានៅទីនេះគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ប៉ុន្តែគឺគាត់នៅពេលនេះគឺថាមិនអាចធ្វើអ្វីបាននោះទេជីវយុរបស់យើងគាត់បានស្រែកប្រាប់ទៅកាន់ថាខេមជីរបស់យើងឲ្យកិច្ចអញ្ចឹងទៅតើថាខេមជីអាចប្រយុទ្ធប្រឆាំងជាមួយនឹងបណ្ដាសារបស់ Mikey បានដែរទេមានសញ្ញានោះគឺជាបណ្ដាសាតាមមែនទេយ៉ាត្រូវហើយផាជីនវាគឺជាបណ្ដាសាហើយបិសាចក្នុងខ្លួនរបស់ Mikey របស់យើងនៅពេលនេះគឺវាកំពុងតែគ្រប់គ្រងខ្លួនរបស់ Mikey របស់យើងទាំងស្រុងហើយនោះគេហៅថាជាបណ្ដាសាMikey របស់យើងនៅពេលនោះគាត់ក៏បានយកដាវកាប់ទៅកាន់ដៃរបស់ថាខេមជីរបស់យើងបណ្ដាលឡើងរយៈបែកណានៃតែម្ដងសានស៊ូរបស់យើងដែលឃើញថាខេមជីរបស់យើងគឺថាបានស៊ីម្ដាយគាត់ក៏បានស្រែកប្រាប់ទៅកាន់ថាខេមជីរបស់យើងថាខេមជីឯងមិនអាចលុបបណ្ដាសានេះបានឡើយខ្ញុំដឹងថាបណ្ដាសាហើយនឹង Mikey គឺវានៅពេលនេះគឺវារួមបញ្ចូលនឹងគ្នាទោះបីជាឯងខំយ៉ាងណាក៏ឯងមិនអាចយកឈ្នះជាមួយនឹងអបិសាចរបស់ខ្មៅនេះបានដែរថាខេមជីរបស់យើងគឺគាត់នៅតែព្យាយាមប្រយុទ្ធប្រឆាំងជាមួយនឹង Mikey ដដែលហើយ Mikey របស់យើងនៅពេលនោះគាត់ក៏បាននិយាយថាបងប្រុសរបស់យើង Sano Shinichiro Bachi ឯម៉ារួមទាំងតាខិនផងដែរពួកគេស្លាប់គឺដោយសារតែបណ្ដាសាអញ្ចឹងឯងគឺជាអ្នកបន្ទាប់ដែលស្លាប់បន្តនឹងជួយជីវិតរបស់ឯងខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីដោយសារតែឯងហើយបើសិនជាខ្ញុំបរាជ័យខ្ញុំនឹងធ្វើវាម្ដងទៀតម្ដងហើយម្ដងទៀតរហូតតែយើងជោគជ័យថាខេមជីឯងកំពុងតែនិយាយពីគេនឹងឯងនិយាយលឺតិចមកយើងស្ដាប់មិនលឺទេឯងងើបមកវិញមកឯងឆាប់និយាយលឺដើម្បីឲ្យខ្ញុំបានស្ដាប់ឯងផងខ្ញុំស្ដាប់មិនលឺនោះទេដោយសារតែថាខេមជីរបស់យើងនៅពេលនេះគឺគាត់ហូរឈាមច្រើនពេកឥឡូវនេះគឺថាគាត់ចិត្តដល់ពេលដែលត្រូវដង្ហើមចុងក្រោយរបស់គាត់ផុតហើយថាខេមជីឯងឆាប់ក្រោកមកវិញមកតើឯងលឺយើងហៅឯងដែរទេឆាប់ក្រោកមកវិញមកថាខេមជីខ្ញុំនឹងត្រឡប់ទៅកាន់អតីតកាលវិញដើម្បីធ្វើរឿងមួយនេះម្ដងទៀត Mikey ហើយខ្ញុំនឹងថែរក្សាឯងជាមួយនឹងអ្នករាល់គ្នាដែលនៅជុំវិញខ្លួនរបស់ពួកយើងបានហើយ Mikey ឯងឆាប់ងើបមកវិញមកឯងឈប់និយាយទៀតទៅហើយទៀមផតថាខេមជីរបស់យើងគឺគាត់បានស្លាប់នៅក្រោមដៃរបស់ Mikey ហើយគ្រប់គ្នានៅទីនោះគឺពិតជាភ្ញាក់ផ្អើលហើយចង់ជួយថាខេមជីរបស់យើងខ្លាំងមែនទែនក៏ប៉ុន្តែពួកយើងដឹងថាគឺគាត់មិនអាចធ្វើអ្វីបាននោះទេចំណែកឯ Mikey របស់យើងគឺគាត់បានត្រឹមតែស្រែកសោកស្ដាយតែប៉ុណ្ណោះ